តបតាមការបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងក្នុងការចុះផ្សាយរបស់អង្គភាពសារព័ត៌មានមេកុងញូខេត្តស្ទឹងត្រែងតបតាមការបំភ្លឺរបស់មន្ទីរបរិស្ថានខេត្តអង្គភាពសារព័ត៌មានមេកុងញូបានចុះផ្សាយក្នុងការចុះបង្ក្រាបរឹបអូសយកឈើខុសច្បាប់ប្រភេទឈើដួងចែមជាច្រើនសន្លឹកសរុបជាង3ម៉ែត្រគូបដែលមានមេឈ្មួញដុះស្លែឈ្មោះពៅជាម្ចាស់ឈើនៅថ្ងៃទី4ខែតុលាឆ្នាំ2025ស្ថិតក្នុងភូមិសាស្ត្រព្រៃឡង់ក្រោមការគ្រប់គ្រងរបស់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងដែលមានអាជ្ញាធរនិងសមត្ថកិច្ចដឹកនាំចុះប្រតិបត្តិការបង្ក្រាបដោយលោកលីផាណាអភិបាលរងស្រុកថាឡាបរិវត្តដោយពុំមានវត្តមានមន្ត្រីបរិស្ថានចូលរួមបង្ក្រាបឡើយបង្ក្រាបរួចរាល់ទើបមានវត្តមានមន្ត្រីបរិស្ថានមកទទួលពីក្រុមការងាររដ្ឋបាលស្រុកនៅរសៀលថ្ងៃដដែលអាជ្ញាធរស្រុកបញ្ជាក់ថាដោយមានការរងចាំមន្ត្រីជំនាញអស់រយៈពេលជាច្រើនម៉ោងរបស់មន្ត្រីបរិស្ថានដោយពុំបានបំពេញតួនាទីភារកិច្ចរបស់ខ្លួនក្នុងការចុះប្រតិបត្តិជាមួយមន្ត្រីមានសមត្ថកិច្ចនិងអាជ្ញាធរស្រុកឡើយដោយផ្អែកលើការបញ្ជាក់តាមទូរស័ព្ទលោកលីថាណានៅថ្ងៃទី5ខែតុលាឆ្នាំ2025នេះថាក្រោយការបង្ក្រាបរបស់អាជ្ញាធរមានសមត្ថកិច្ចបានកសាងសំណុំរឿងរួចប្រគល់ជូនមន្ត្រីបរិស្ថានដើម្បីបន្តនីតិវិធីហេតុអ្វីបានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងចេញលិខិតបំភ្លឺផ្ទុយពីឆន្ទៈរបស់ខ្លួនថាគ្មានការពិតនឹងនាំឲ្យមានការញុះញង់ប៉ះពាល់ដល់ស្ថាប័នរដ្ឋទៅវិញក្នុងការចុះបង្ក្រាបបទល្មើសឈើក្តារចំនួន225សន្លឹកប្រភេទឈើដួងចែមរបស់គណៈបញ្ជាការឯកភាពស្រុកខណៈនោះពុំមានវត្តមានមន្ត្រីបរិស្ថានចូលរួមឡើយដែលជាមន្ត្រីជំនាញក្នុងដែនសមត្ថកិច្ចរបស់ខ្លួនកំពុងគ្រប់គ្រងហេតុអ្វីរងចាំទទួលផលស្រាប់ពីអាជ្ញាធរមានសមត្ថកិច្ចទៅវិញដែលផ្ទុយទៅនឹងឆន្ទៈរបស់ខ្លួនស្ថិតក្នុងភូមិស្ពង់ឃុំអន្លង់ភេស្រុកថាឡាបរិវត្តខេត្តស្ទឹងត្រែងសូមរំលឹកថាក្នុងការបំភ្លឺលិខិតរបស់មន្ទីរបរិស្ថានខេត្តធ្វើឲ្យប៉ះពាល់ដល់ស្ថាប័នវិស័យសារព័ត៌មានជាតិនិងអន្តរជាតិក្នុងការចុះផ្សព្វផ្សាយដោយមានរូបភាពបទល្មើសជាក់ស្ដែងនិងសារសម្លេងឆ្លងឆ្លើយរវាងអាជ្ញាធរស្រុកនិងរូបភាពសកម្មភាពដឹកនាំកម្លាំងចុះប្រតិបត្តិការនៅថ្ងៃទី4ខែតុលាឆ្នាំ2025ដោយពុំមានវត្តមានឡើយសូមស្ដាប់ខ្លឹមសារលិខិតបំភ្លឺរបស់មន្ទីរបរិស្ថានចេញដោយលោកទូចវិចិត្រប្រធានការិយាល័យដែនជម្រកសត្វព្រៃនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងដូចតទៅសេចក្តីប្រកាសព័ត៌មានមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងមានកិត្តិយសសូមជម្រាបជូនសាធារណជនបណ្ដាញសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅថ្ងៃទី5ខែតុលាឆ្នាំ2025ប្រព័ន្ធបណ្ដាញសង្គម Facebook Page មេកុងញូបានផុសវីដេអូក្រោមចំណងជើងថាមេឈ្មួញរកស៊ីដឹកជញ្ជូនឈើយ៉ាងសកម្មចេញពីព្រៃឡង់ជារៀងរាល់ថ្ងៃដោយមិនញញើតនិងមន្ត្រីបរិស្ថានជាអ្នកគ្រប់គ្រងដើរល្បាតរាល់ថ្ងៃចំពោះការផុសវីដេអូក្រោមចំណងជើងខាងលើនេះមន្ទីរបរិស្ថានខេត្តសូមធ្វើការបំភ្លឺជូនសាធារណជនបណ្ដាញសារព័ត៌មានជាតិនិងអន្តរជាតិមេត្តាជ្រាបថានៅថ្ងៃទី4ខែតុលាឆ្នាំ2025ក្រោយពីទទួលបានព័ត៌មានពាក់ព័ន្ធនឹងករណីខាងលើមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងបានចាត់មន្ត្រីនៃដែនជម្រកសត្វព្រៃឡង់ចំនួន2រូបចុះទៅត្រួតពិនិត្យទីតាំងប្រមូលព័ត៌មាននិងទទួលនៅវត្ថុតាងបទល្មើសជាឈើក្តារប្រភេទឈើដួងចែមពីក្រុមការងារគណៈបញ្ជាការឯកភាពរដ្ឋបាលស្រុកថាឡាបរិវត្តដឹកជញ្ជូនយកមករក្សាទុកនៅស្នាក់ការដែនជម្រកសត្វព្រៃឡង់រំដេងនិងកសាងសំណុំរឿងបញ្ជូនទៅអัยការអមសាលាដំបងខេត្តអនុវត្តតាមនីតិវិធីច្បាប់មន្ទីរបរិស្ថានខេត្តស្ទឹងត្រែងសូមធ្វើការច្រានចោលនៅការផុសវីដេអូក្រោមចំណងជើងខាងលើដោយមិនបានសាកសួរព័ត៌មានបន្ថែមពីមន្ត្រីនគរបាលយុតិធធនៃមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងឡើយដែលបង្ហាញឲ្យឃើញថាមានចេតនាញុះញង់បង្កាច់បង្ខូចធ្វើឲ្យសាធារណជនមានការភ័ន្តច្រឡំដែលមិនត្រឹមតែធ្វើឲ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់កិត្តិយសនិងសេចក្តីថ្លៃថ្នូររបស់ស្ថាប័នរដ្ឋជាពិសេសក្រោមការដឹកនាំរបស់ឯកឧត្តមអភិបាលនៃគណៈអភិបាលខេត្តស្ទឹងត្រែងបានយកចិត្តទុកដាក់លើការគ្រប់គ្រងការការពារធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងជានិច្ចកាលមន្ទីរបានយកចិត្តទុកដាក់រាល់ការងារចង្អុលបង្ហាញពីក្រសួងបរិស្ថាននិងរដ្ឋបាលខេត្តចុះទប់ស្កាត់និងបង្ក្រាបរាល់បទល្មើសធនធានធម្មជាតិយ៉ាងសកម្មដើម្បីធានាអនុវត្តដល់គោលនយោបាយរបស់រាជរដ្ឋាភិបាលកម្ពុជាលើវិស័យបរិស្ថានជាពិសេសធានាឲ្យបាននូវសុខសន្តិភាពនិងស្ថិរភាពនយោបាយដែលជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍសង្គមជាតិលើគ្រប់វិស័យ
ជាថ្មីម្ដងទៀតមន្ទីរបរិស្ថានខេត្តស្ទឹងត្រែងសូមធ្វើការបញ្ជាក់ថាមន្ទីរតែងតែទទួលយកនៅព័ត៌មានដែលបង្ហាញការពិតមិនមានចេតនាញុះញង់និងកែតម្រូវចំណុចខ្វះចន្លោះដើម្បីឲ្យការគ្រប់គ្រងធនធានធម្មជាតិក្នុងភូមិសាស្ត្រខេត្តស្ទឹងត្រែងកាន់តែទទួលបាននូវប្រសិទ្ធភាពខ្ពស់អាស្រ័យដូចបានជម្រាបជូនខាងលើសូមសាធារណជនបណ្ដាញសារព័ត៌មានជាតិអន្តរជាតិមេត្តាជ្រាបជាព័ត៌មានខ្ញុំកែវសំណាងមេកុងញូ